មេរៀនទី3កំណើននគររូបនីយកម្មនិងបញ្ហាបរិស្ថានកំណើននគររូបនីយកម្មគឺជាការរីកសាយនៃការរៀបចំការពង្រីកនិងការបង្កើតទីក្រុងកំណើននេះមានកម្រិតខ្ពស់ណាស់នៅកម្ពុជាបច្ចុប្បន្នប្រជាជនក្រុងបានកើនអត្រាពី 18.2% ទៅ 19.5% ជំរឿនឆ្នាំ 2008 កំណើននៃប្រជាជនក្រុងតម្រូវឲ្យមានការកែលម្អបរិស្ថានក្រុងទន្ទឹមនឹងនេះក៏បង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានដែរហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅទីក្រុងហួសសម័យមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបតាមសំណូមពរដែលកាន់តែធំឡើងបានឡើយហេដ្ឋារចនាសម្ព័ន្ធចាស់ពេកនិងកំណើនសំណង់លំនៅឋានពិសេសសំណង់អនាធិបតេយ្យបណ្ដាលឲ្យមានផលប៉ះពាល់ដល់បរិស្ថានតើបញ្ហាទាំងនោះមានអ្វីខ្លះហើយតើរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយសម្រាប់បានស្នាដៃយ៉ាងដូចម្តេចខ្លះ 1. កខ្វក់អាកាសកខ្វក់អាកាសនៅទីក្រុងបណ្ដាលមកពីធូលីដែលពាក់ព័ន្ធនឹងថ្នល់មិនទាន់ក្តៅកស៊ូនិងផ្សែងដែលពាក់ព័ន្ធនឹងម៉ាស៊ីនភ្លើងនិងយានយន្តគ្រប់ប្រភេទប្រភពមួយទៀតនៃកខ្វក់អាកាសគឺក្លិនអាសោចដែលភាយចេញពីសំរាមស្អុយរលួយតាមចិញ្ចើមថ្នល់ភាយចេញពីមាត់លូទឹកស្អុយនិងពីស្ថានបូមទឹកស្អុយសហគ្រាសឧស្សាហកម្មនៅតាមទីក្រុងច្រើនតែប្រើប្រាស់គ្រឿងបរិក្ខារចាស់ហើយគ្មានការត្រួតពិនិត្យផ្នែកបរិស្ថានដូចជាយានស្ថានជួសជុលរថយន្តផលិតកម្មស្បែកជើងថ្នាំលាបជីថ្មពិលសាប៊ូដែលបានភាយឧស្ម័នពុលយ៉ាងច្រើនទៅក្នុងអាកាសសប្តាហ៍ថ្ងៃនេះផ្លូវថ្នល់នៅទីក្រុងភ្នំពេញនិងទីក្រុងដទៃមួយចំនួនធំនៅកម្ពុជាសុទ្ធតែចាក់កៅស៊ូបញ្ហាចំពោះមុខគឺការថែទាំផ្លូវទាំងនោះដើម្បីប្រើប្រាស់បានយូរនិងកុំឲ្យធូលីហុយចំពោះផ្សែងម៉ាស៊ីនភ្លើងយានយន្តនិងរោងចក្រខ្លះគួរតែត្រូវបានត្រួតពិនិត្យផាកពិន័យនិងកែលម្អអាជ្ញាធរក្រុងត្រូវជំរុញនិងបង្កើនសមត្ថភាពដឹកជញ្ជូនសំរាមឲ្យបានល្អជាងនេះដើម្បីជៀសវាងក្លិនអាសោចចំណែកក្លិនអាសោចនៃទឹកសំអុយគួរតែត្រូវបានអនុវត្តវិធីសាស្ត្រឬបច្ចេកទេសដកហូរក្លិនអាសោចឬធ្វើប្រព្រឹត្តកម្មទឹកសំអុយជាមុនសិនមុននឹងបង្ហូរទៅកាន់ស្ទឹងទន្លេដូចគ្នានេះដែរឧស្ម័នពុលចេញពីសហគ្រាសឧស្សាហកម្មត្រូវតែត្រួតពិនិត្យឲ្យបានដិតដល់ពីភ្នាក់ងារបរិស្ថានដោយសហការជាមួយអាជ្ញាធរដែនដី